វីដេអូនេះគឺមានប្រយោជន៍ខ្លាំងសម្រាប់អ្នកគាត់ចង់កាត់តនៅក្នុងកម្មវិធី DaVinci ឬក៏អ្នកដែលគាត់ទើបចាប់ផ្ដើមនៅក្នុងការកែ color អញ្ចឹងថ្ងៃនេះគឺខ្ញុំមកប្រាប់ក្បាច់មួយសម្រាប់អ្នកទាំងអស់គ្នាហើយអាច download យកបានប៉ុន្តែត្រូវទិញព្រោះវាផ្ដល់ភាពងាយស្រួលឲ្យយើងខ្លាំងដែរអញ្ចឹងយើងត្រូវទិញវានៅក្នុង website មួយមានឈ្មោះថា Real Skill ហើយបង្កើតដោយកូនខ្មែរទេកម្មវិធីហ្នឹងមួយទៀតអ្នកដែលគាត់ធ្លាប់ទៅកាត់តនៅក្នុងកម្មវិធី Premiere ឬក៏កម្មវិធីផ្សេងៗគាត់ចង់កែ color ក្នុងកម្មវិធី DaVinci ប៉ុន្តែគាត់អត់សូវយល់ពី Node ទាំងអស់ហ្នឹងឯង អញ្ចឹង Node ទាំងអស់ហ្នឹងគឺលែងបារម្ភទៀតហើយមកដល់នេះគឺយើងប្រើតែមួយ Node ទេមួយ Node ហ្នឹងគឺស្មើមួយ layer បើនិយាយពី Photoshop ឬក៏អឺ Premiere អាហ្នឹងគេហៅ layer ប៉ុន្តែនៅក្នុងកម្មវិធី DaVinci គេហៅ Node អញ្ចឹងនៅពេលដែលយើងអត់សូវយល់ពី Node ទាំងអស់ហ្នឹងយើងតែងតែបារម្ភថាខ្ញុំអត់សូវចេះ Node អត់សូវយល់ពីរបៀបធ្វើរបស់វាអញ្ចឹងអូខេអញ្ចឹងខ្ញុំប្រាប់ plugin មួយសម្រាប់អ្នកគាត់ចង់រៀនឬក៏ចង់ធ្វើការងារបែប professional ឯងអាចធ្វើបានព្រោះអីខ្ញុំអ្នកចេះស្រាប់ខ្ញុំធ្វើនៅក្នុងកម្មវិធី plugin មួយនេះក៏មានអារម្មណ៍ថាអូវ៉ាវឡូយវាធ្វើឲ្យការងាររបស់ខ្ញុំវាលឿនជាងមុនវា smooth ជាងមុនហើយវាមានប្រសិទ្ធភាពជាងមុន